ថ្ងៃនេះញ៉ាំនំខេករសជាតិ strawberry ជាមួយនឹងទឹកដោះគោឆៅផ្កាឈូកអ្នកទាំងអស់គ្នាអាចរកបាននៅគ្រប់ទីផ្សារអូតំណងអូយតំណងណាឆ្ងាញ់ខ្ញុំរកឃើញ best combination មួយទៀតហើយគឺនំខេករសជាតិ strawberry ជាមួយនឹងទឹកដោះគោឆៅផ្កាឈូកអូខេអាចសាកតាមខ្ញុំបានណាកុំភ្លេចរើសនំខេកដែលមានរសជាតិ strawberry ឬមួយក៏សូកូឡាក៏បានដែរ Cheers ឆ្ងាញ់ខ្លាំងណាស់ហើយអត់ផ្អែមទេឆ្ងាញ់ហ៎សម្រាប់ទឹកដោះគោឆៅផ្កាឈូកបើបានញ៉ាំមួយថ្ងៃមកកំប៉ុងគឺពិតជាល្អខ្លាំងដល់សុខភាពហ្មងដោយសារតែទឹកដោះគោឆៅផ្កាឈូកគឺមានប្រូតេអ៊ីនកាល់ស្យូមខ្លាំងហើយអ្វីដែលសំខាន់គឺមានទាំងវីតាមីន A និងវីតាមីន D3 ទៀតអញ្ចឹងញ៉ាំមួយថ្ងៃមកកំប៉ុងគឺល្អខ្លាំងដល់សុខភាពអញ្ចឹងជួបគ្នានៅវីដេអូក្រោយណាបាយបាយ Good night